តោះវីដេអូមុនអ្នកគ្រូបង្រៀនយើងអំពីការរកតួចែករួមធំបំផុតដែលមានតម្លៃលេខតែ2ម្ដងនេះយើងនឹងមករកតួចែករួមធំបំផុតដែលមានតម្លៃលេខ3វិញម្ដងអញ្ចឹងគឺជំហានដំបូងគឺយើងធ្វើដូចគ្នាទេរកតួចែកដាច់នៃតម្លៃលេខនីមួយៗអញ្ចឹងដូចជា16អញ្ចឹងតួចែកដាច់របស់វារួមមាន1 2 4 8និង10 16ចំណែកឯ32មានតួចែកដាច់របស់វាមាន1 2 4 8 16និង30 32ចំណែកឯ40តួចែកដាច់របស់វារួមមាន1 2 4 5 8 10 20និង40អញ្ចឹងបន្ទាប់ពីយើងរកតួចែកដាច់នៃតម្លៃលេខនីមួយៗហើយគឺយើងគូសរកកត្តារួមអញ្ចឹងកត្តារួមគឺតតែតួចែកនៃតម្លៃលេខនីមួយៗគឺដូចគ្នាបានន័យថា3តម្លៃលេខហ្នឹងគឺតួចែកវាដូចគ្នាទាំងអស់អញ្ចឹងរួមមាន1 2 4ហើយនឹង5 8ចុះ16នេះយើងយកបានអត់មុននេះគ្រូថាតើដូចគ្នាទាំងអស់អញ្ចឹងបើវាដូចគ្នាតែ2អញ្ចឹងគឺយើងអាចយកបានទេអញ្ចឹងសរុបមកវិញតួចែករួមធំបំផុតនៃ16 32និង40គឺ8អញ្ចឹងលំហាត់របស់យើងគឺបានចប់ត្រឹមប៉ុណ្ណឹងបើសិនជាបងប្អូនមានចម្ងល់អីអាចខមមិនសួរនៅខាងក្រោមវីដេអូរបស់អ្នកគ្រូបាន